ចម្រើនពលគ្រូថ្មព្រានាមខុំម្ដែនមកពីក្រុម SC3 នៅក្នុងវីដេអូនេះយើងសិក្សាជាមួយនឹង C#.net អញ្ចឹងយើងមកធ្វើការជួសជុលនៅបញ្ហាដែលវាកើតឡើងនៅក្នុងC# ដែល data type យើងប្រកាស data type ដោយមិនត្រឹមត្រូវតើវាមានបញ្ហា error ដោយរបៀបណាកូដហ្នឹងគឺលោកគ្រូបានឲ្យខ្ញុំប្រកាសណាធម្មភាពយើងមកធ្វើការដោះស្រាយជាវីដេអូនៅក្នុងកូដហ្នឹងអញ្ចឹងយើងមកធ្វើការដោះស្រាយទាំងអស់គ្នាដំបូងគឺយើងមាន data type មួយដែលមានឈ្មោះថា in ហើយយើងផ្ដល់តម្លៃ variable វាដែល x ហ្នឹងវាស្មើនឹង10អញ្ចឹង x ស្មើ10ហើយចំណែក y ហ្នឹងស្មើនឹងplot y plot y ហ្នឹងស្មើនឹង 3.5 feet អញ្ចឹងហើយយើងមានជាមួយនឹងinsumស្មើនឹងx បូកជាមួយនឹង y អញ្ចឹងកូដហ្នឹងគឺវាប្រកាសជា error ហើយដោយសារតែតម្លៃយើងបោះដំបូងហ្នឹងគឺតម្លៃinteger អញ្ចឹង integer អាចបូកជាមួយនឹង float បាននៅក្នុង C#អញ្ចឹងបើយើងចង់ឲ្យបូកជាមួយ float បានយើងត្រូវលុបបំបត្តិក្បៀសចេញអញ្ចឹងដើម្បីលុបបំបត្តិក្បៀសយើងប្រើជាមួយនឹងបែបនេះគឺយើងត្រូវកែកន្លែងនេះយើងដាក់កន្លែងនេះជាប្រភេទin អញ្ចឹងនៅក្នុងហ្នឹងយើងដាក់ in ហើយត្រង់កន្លែងនេះយើងត្រូវ fix ដាក់វងកញ្ចក់2មកអូខេអញ្ចឹងគឺវាសម្គាល់កន្លែងហ្នឹងគឺវាមានសិទ្ធិក្នុងការកាត់ក្បៀសមានន័យថាកាត់ក្បៀស5នឹងចេញវាស្មើតម្លៃ10បូកនឹង3អញ្ចឹងវាស្មើតម្លៃនៅកន្លែងនេះវាស្មើតម្លៃ13អញ្ចឹងគឺយើងបាន fix ចំណុចមួយនេះហើយអញ្ចឹងយើងមានកូដមួយទៀតដែលមានឈ្មោះថា double អញ្ចឹង double ដែលយើងមាន data type ដែលមានឈ្មោះថា double ហើយ variable ដែលមានឈ្មោះថា score អញ្ចឹង score ស្មើនឹង88.6ហើយបន្ទាប់មកយើងប្រើ data type មួយទៀតដែលមានឈ្មោះថា integer អញ្ចឹង integer ហ្នឹងយើងដាក់ឈ្មោះ variable វាដែលមានឈ្មោះថា final score ឲ្យតម្លៃ final score ហ្នឹងស្មើនឹង score អញ្ចឹងតម្លៃ final score ស្មើ score មានន័យថាតម្លៃ final score ហ្នឹងបន្ទុក final score មួយនេះស្មើនឹងតម្លៃ score 88.6 អញ្ចឹងយើងប្រើប្រាស់វាជួបបញ្ហា error អញ្ចឹងដើម្បីដោះស្រាយបានយើងត្រូវតែ convert មានន័យថាយើងធ្វើការ casting វាទៅកាន់ពពួកចំនួនគត់បានវាត្រូវជាមួយនឹងលេខដូចគ្នាអញ្ចឹងដើម្បីធ្វើការ casing វាទៅកាន់ចំនួនគត់យើងត្រូវប្រើជាមួយនឹង in ដូចគ្នាយើងដាក់វងកញ្ចក់2មកហើយបន្ទាប់មកយើងដាក់កន្លែងនេះដែលមានឈ្មោះថា in អញ្ចឹងត្រង់ចំណុចនេះវានឹងធ្វើការកាត់ក្បៀសលេខ6នៅសល់ត្រឹមតែ88អញ្ចឹង88វាស្មើនឹង score វាស្មើនឹង final score ស្មើនឹង score អញ្ចឹងមានន័យថាលទ្ធផលកន្លែងនេះគឺចេញ88មកដល់កូដមួយទៀតគឺយើងមាន data type ដែលមានឈ្មោះថា integer ដូចគ្នាហើយយើងតាំងអាញាតវាដែលមានឈ្មោះថា a ស្មើនឹង9ហើយ data type មួយទៀតមានឈ្មោះថា in ដូចគ្នាហើយតាំងអាញាតវាស្មើ b ស្មើនឹង4អញ្ចឹងយើងសរសេរប៉ុណ្ណឹងហើយបន្ទាប់មកយើងប្រើជាមួយនឹង double data type ដែលមានឈ្មោះថា double average ស្មើនឹង a ចែកឲ្យនឹងb អញ្ចឹងត្រង់កន្លែងនេះគឺវា error ត្រង់កន្លែងនេះគឺវាអត់លោត error អីទេអញ្ចឹងតែលទ្ធផលគឺយើងចេញមកគឺបាន 2.0 មិនមែន 2.25 ទេយើងចង់បាន 2.25 កន្លែងហ្នឹងបូក9ចែក2 2.25 អញ្ចឹងវាធ្វើការកាត់ក្បៀសបាត់ហើយកន្លែងហ្នឹងបើសិនជាយើងចង់ឲ្យវាបានក្បៀស 2.25 វិញយើងត្រូវប្រើជាមួយនឹងcasing វាទៅកាន់ពីកន្លែងនេះ
bắt đầu việc từ của integer tới cắn double ai chỉ chấm luôn là integer variable p nè variable a nó variable b này thì chia chấm luôn double mình tầm bấy ai bia với ca kẹt này tới cắt cái biệt trắng dân pra cho mùi nắng double hai tập máu dương bắt lại năng quên máu lại năng cứ vì tránh pi trên bay biển và sân giờ đã chúng nó double lại như thế nhưng đã ở đây được hai đây chỉ có thể thập double lại như thế cứ vì convert chỉ integer chẳng cứ viết ban tập pi trên sau này cái nó dương đam bay ban pi trên bay biển dương phở viết bài năng mình chẳng những miền chỉ môi năng bộ phận string để được thay để miền chúng ta stringហើយ string នឹងតម្លៃវា s ស្មើនឹងតម្លៃ75ប៉ុន្តែអាត្មាប្រកាសជាប្រភេទ string ទេកន្លែងលេខ75ហ្នឹងគឺយើងដាក់ប្រភេទ string ទេអញ្ចឹងបន្ទាប់មកយើងបានយើងដាក់ data មួយទៀតដែលមានឈ្មោះថា in ហើយ n in variable n ស្មើនឹងស្មើនឹង s អញ្ចឹងកន្លែងហ្នឹងគឺវាស្គាល់តែអក្សរទេអញ្ចឹងបើយើងចង់ឲ្យdata type s នេះវាទៅជាប្រភេទលេខ integer មួយនេះអញ្ចឹងយើងត្រូវប្រើជាមួយនឹងin ហើយបន្ទាប់មកចុចហើយយើងសរសេរ pass អូខេ p a r s e ហើយកន្លែងនេះគឺយើងដាក់ជាមួយនឹងវងកញ្ចក់2មកដើម្បីឲ្យវាកុំឲ្យលោតសញ្ញាក្រហមអញ្ចឹងប្រព័ន្ធនេះគឺយើងអាច convert ពីអក្សរមកកាន់លេខចំនួន75បានហើយអញ្ចឹងកូដចុងក្រោយដែលនៅក្នុង exercise 1គឺយើងប្រើជាមួយនឹង console.write ដើម្បី .write line ដើម្បីធ្វើការបញ្ចេញលទ្ធផលអញ្ចឹងយើងប្រើជាមួយនឹង console .write line បន្ទាប់មកយើងដាក់ប្រភេទពួក sum អញ្ចឹង sum កន្លែងនេះគឺយើងយកលទ្ធផលពីខាងលើមិញដែលយើងដែលអាត្មាបានបញ្យល់មិញ console .write line ដូចគ្នាដើម្បីបញ្ចេញលទ្ធផល write line ហើយយើងសរសេរបន្ទាប់មកយើងដាក់ final score យើងយកចាប់យក data type ដែលមានឈ្មោះថា final score ហើយបន្ទាប់មកទៀតកន្លែងវា error ណាសារអាត្មាប្រើជាមួយនឹងកន្លែងនេះដាក់ comma អញ្ចឹងយើងបដូរទៅសញ្ញា dot សញ្ញាចុចមួយហ្នឹងហើយកន្លែងនេះយើងភ្លេចអក្សរ អញ្ចឹងគឺយើងសរសេរឲ្យត្រឹមត្រូវទៅបានវាចេញបានវាដំណើរការហើយកន្លែងនេះគឺយើងសរសេរមួយទៀតគឺយើងចង់ប្រកាសជាមួយ average ចង់ធ្វើការបញ្ចេញលទ្ធផលដែលមានឈ្មោះថា average អញ្ចឹងយើងដាក់ console write line ហើយបន្ទាប់មកយើងយកលទ្ធផលដែលមានឈ្មោះថា average variable average មកប្រើទៅអញ្ចឹងត្រង់កន្លែងមួយទៀតយើងចង់ចាប់យកតម្លៃ variable ដែលមានឈ្មោះថា n នេះដែលមានឈ្មោះថា n នេះយកមកធ្វើការប្រើប្រាស់អញ្ចឹងយើងដាក់ console.write line ទៀតមក console .write line អូខេហើយបន្ទាប់មកយើងធ្វើការប្រើជាមួយនឹង n ប្រើជាមួយនឹង variable n យកមកប្រើអញ្ចឹងលទ្ធផលកន្លែងហ្នឹងគឺយើងដាក់កន្លែងហ្នឹងដើម្បីបញ្ចេញលទ្ធផលដែលយើងបានធ្វើការប្រកាស variable មិញគឺយើងអត់ទាន់បានបញ្ចេញលទ្ធផលទេយើងគ្រាន់តែធ្វើការដាក់តម្លៃវាទេអញ្ចឹងដើម្បីឲ្យ output ចេញលទ្ធផលគឺយើងប្រើប្រព័ន្ធនេះអញ្ចឹងកូដហ្នឹងយើងសាករានមួយគឺចំនួនដែលអាត្មាបាននិយាយមិញគឺកន្លែងនេះវាចេញ13បន្ទាប់មកកន្លែងចេញ88ហើយកន្លែង 2.25 ហើយ 75 អញ្ចឹងយើងធ្វើការបន្តទៅកូដមួយទៀតគឺ exercise 2អញ្ចឹង
មុននឹងយើងបន្តទៅកាន់ exercise 2 ហើយកន្លែងនេះតាមសំឡេង style វាបន្តិចដាក់កន្លែងនេះដាក់ console យើង say console dot right line sorry វា load នេះ console dot OITE line ចឹងកន្លែងហ្នឹងគឺអាសូមដាក់កន្លែងហ្នឹងយើងដាក់ exercise 1ហ្នឹងនេះអាសេខុសexercise អូខេ exercise 1ហើយយើងដាក់ស្វីកឡំវាមួយទៅហើយត្រង់កន្លែងនេះយើងដាក់console right line ដូចគ្នា console dot right line ហើយយើងសរសេរកន្លែងនេះដាក់exercise 2ចឹងដើម្បីសម្គាល់កន្លែង exercise 2ហើយបន្ទាប់មកយើងមានជាមួយនឹងdata type មួយដែលមានឈ្មោះថា uin ចឹងអាត្មានឹងសរសេរហើយនឹងបញ្យល់កន្លែងហ្នឹងuin តម្លៃ variable វាស្មើ uin ហើយ u variable វាស្មើ u ហើយស្មើត្រង់កន្លែងនេះតម្លៃវាស្មើនឹង 4000 លានអញ្ចឹង0វា 9 ដង 2 3 4 5 6 7 8 9អញ្ចឹងបន្ទាប់មកយើងមានជាមួយនឹង integer a2 ស្មើនឹងu អញ្ចឹងកន្លែងហ្នឹងគឺវា error ដោយសារតែតម្លៃ in នៅខាងក្រោមនេះតម្លៃ in នេះវាស្មើតែ 2000 លានទេអញ្ចឹងយើងដាក់លើសអាកន្លែង uin ហ្នឹងវាតម្លៃ 4000 លានហើយប៉ុន្តែអាកន្លែងនេះវាស្មើ 2000 លានអញ្ចឹងវាចេញ error កន្លែងនេះអញ្ចឹងដើម្បីធ្វើការដោះស្រាយវាឲ្យទៅចេញលទ្ធផលទៅជាពពុះ integer យើងដាក់ដូចគ្នាយើងចុចយើងសរសេរសញ្ញាបងកញ្ចក់បើកមកហើយបន្តមកយើងសរសេរ in data type in ហ្នឹងហើយវាលែងចេញerror ហើយវាចេញលទ្ធផលទៅជាដក 2 លានវិញដក 2000 លានវិញកន្លែងហ្នឹងណាវាចេញលទ្ធផលដក 2900 លានវិញអញ្ចឹងគឺយើងចូលមកកូដបន្ទាប់ទាំងអស់គ្នាអញ្ចឹងយើងមានជាមួយនឹង variable មួយដែលមានឈ្មោះថា ulong អញ្ចឹងយើងសរសេរ ulong ស្មើនឹង ul data type ul ហើយអាត្មាឲ្យតម្លៃវា100បន្ទាប់មកយើងមានជាមួយនឹង long ស្មើនឹង l ហើយអាត្មាឲ្យតម្លៃវាជាដក 50ហើយបន្ទាប់មកអាត្មាចង់បូកវា2បញ្ចូលគ្នាគឺអាត្មាប្រើជាមួយនឹង long ស្មើ long maximum វាស្មើនឹងul បូកជាមួយនឹង l អូខេអញ្ចឹងគឺយើងឃើញថាកូដនឹង error អញ្ចឹងដើម្បីconvert ពី u long ទៅកាន់យើងប្រើជាមួយ cache ដើម្បី convert ពី u long ទៅកាន់ long ដូចគ្នាយើងប្រើកន្លែងនេះគឺយើងត្រូវដាក់កន្លែងនេះដាក់សញ្ញាស្មើហើយបន្ទាប់មកយើងដាក់វងកញ្ចក់មួយហើយយើងសេពាក្យថា long គឺយើងយកចាប់យក data type តម្លៃ long យកមកប្រើអញ្ចឹងត្រង់កន្លែងនេះវាស្មើនឹង50តម្លៃប៉ុណ្ណេះអញ្ចឹងយើងចូលទៅកូដបន្តទៀតអញ្ចឹងយើងប្រកាសតម្លៃ data type មួយដែលមានឈ្មោះថា data type ថ្មីមួយដែលមានឈ្មោះថា sbyte sort byte ហ្នឹង sort byte អាត្មាដាក់ sb ទៅស្មើនឹង120ហើយបន្ទាប់មកយើងប្រើជាមួយនឹង integer ដាក់ big ចឹងមកហើយយើងដាក់បោះតម្លៃវា200ស្មើនឹង200មកហើយបន្តមកទៀតអាត្មាចង់ឲ្យតម្លៃ s byte នេះ s byte ហ្នឹងអាត្មាដាក់ variable ថ្មីមួយដែលមានឈ្មោះថា sb2 ឲ្យវាស្មើជាមួយនឹង big ហើយវាស្មើជាមួយនឹង big ប៉ុន្តែយើងឃើញថាវាបញ្ហា error ដោយសារតែ u long នេះគឺ
តម្លៃវាធំបំផុតគឺ S 3មិនយូរឡងកន្លែង S 3កន្លែងនេះតម្លៃវាធំបំផុតគឺ127ហើយចឹងបើយើងចង់ឲ្យ SB នឹងឲ្យស្មើនឹងតម្លៃ integer big នេះយើងត្រូវប្រើជាមួយនឹងគេហៅថា cache ដើម្បីធ្វើការបំលែងវាឲ្យទៅចេញជាS 3ដូចគ្នាអញ្ចឹងគឺយើងប្រើវងកញ្ចក់មួយហើយយើងដាក់ S 3ហើយយើងបិទវងកញ្ចក់មកវិញប៉ុណ្ណេះគឺលែងចេញ error ហើយកន្លែងនេះគឺវាចេញដក56អញ្ចឹងទៅអញ្ចឹងគឺយើងចូលទៅកាន់កូដមួយទៀតមកដល់កូដបន្ទាប់យើងថ្មដាក់តាំង data type មួយប្រើ data type មួយដែលមានឈ្មោះថា bool ហើយយើងដាក់ variable ដែលមាន flag អញ្ចឹងឲ្យ flag នឹងស្មើ true ហើយមកមាន data type មួយទៀតដែលមានឈ្មោះថា in ហើយ in num variable ដែលមានឈ្មោះថា num នឹងស្មើ flag អញ្ចឹង num ស្មើ flag អញ្ចឹងឃើញថាកូដនឹងវា error ទៀតហើយអញ្ចឹងនៅក្នុង C# វារឹតបន្តឹងមិនឲ្យយើងបន្លែងពី boolean ពិតឬមិនពិតទៅជាលេខផ្ទាល់បានទេអញ្ចឹងដើម្បីបន្លែងវាទៅកាន់ទៅជាលេខផ្ទាល់បានយើងប្រើ converter class មានន័យថាយើងប្រើជាមួយនឹង convert ដើម្បីធ្វើការបំលែងពីអក្សរទៅជាលេខបានអញ្ចឹងយើងប្រើជាមួយនឹង convert ចុចមួយមកហើយយើងដាក់throw in បន្ទាប់មកយើងដាក់32ហើយកន្លែងនេះយើងដាក់វងកញ្ចក់មួយដើម្បីឲ្យវាចាប់យកតម្លៃអញ្ចឹងប៉ុណ្ណេះគឺយើងតម្លៃ boolean នេះវាស្មើតម្លៃ1អញ្ចឹងគឺវាពិតអញ្ចឹងគឺយើងមកបន្តកូដបន្ទាប់ទៀតកូដបន្ទាប់ស្មើមាន data type ថ្មីមួយដែលមានឈ្មោះថា object អញ្ចឹងយើងសរសេរ object មក object ឲ្យស្មើជាមួយនឹង obj ស្មើ object មែនទេតម្លៃវាចេះ variable obj មិនស្មើទេ obj ហើយតម្លៃវាឲ្យស្មើនឹង1 2 3អញ្ចឹងណាហើយយើងដាក់ជាប្រភេទអក្សរជា string អូខេកន្លែងយើងដាក់1 2 3ហើយបន្តមកទៀតយើងមាន data type មួយមានឈ្មោះថា int ហើយស្មើតាំងអាញាតមួយដែលមានឈ្មោះថា n2 ឲ្យស្មើជាមួយនឹង obj អញ្ចឹងយើងឃើញថាកូដ error ចឹង object គឺជាទិន្នន័យ call base ដែលយើងមិនអាចយកទៅដាក់នៅក្នុង int ដោយស្វ័យប្រវត្តិបានទេអញ្ចឹងយើងត្រូវតែ convert វាអញ្ចឹងដើម្បី convert បានយើងធ្វើដូចបាញ់មកយើងប្រើ convert អញ្ចឹងយើងប្រើconvert dot total in throw in អញ្ចឹងយើង set t o ហើយ in មកអញ្ចឹងបន្ទាប់មកកន្លែងនេះយើងដាក់វងកញ្ចក់ complete ដាក់វងកញ្ចក់អញ្ចឹងប៉ុណ្ណេះគឺវាចេញតម្លៃគឺវាស្មើនឹង1 2 3ហើយអញ្ចឹងconvert ពីនេះទៅកាន់ចំនួនលេខ integer អញ្ចឹងយើងដូរពី string ទៅកាន់ integer យើងប្រើបែបនេះអញ្ចឹងយើងធ្វើការចូលទៅកាន់សរសេរកូដបន្ទាប់ទៀតគឺយើងមាន data type មួយដែលមានឈ្មោះថា dynamic អញ្ចឹងតម្លៃ dynamic ហ្នឹងឲ្យវាdynamic ហ្នឹងឲ្យវាតម្លៃវាស្មើ d ហើយតម្លៃ variable អាត្មាដាក់ dynamic ហើយ variable d អញ្ចឹងឲ្យវាស្មើនឹង string ដែលជាប្រភេទជាលេខតែ string ជាលេខជាលេខ42ហើយបន្ទាប់មកកូដដើមរបស់វាគឺយើងប្រើជាមួយនឹង in dn ស្មើនឹង d ស្មើនឹង d អញ្ចឹងប៉ុណ្ណេះគឺវា error វា
អត់ចាញ់ error អីទេវាបំណត់ error ពណ៌ក្រហមអីទេអញ្ចឹងពេលដែលយើងចុចរាំងចុច run ទៅវានឹងកាក់វានឹងគាំងមានន័យថាយើង run ថែម error គឺវាគាំងកុំព្យូទ័រយើងមើលមិនឃើញលេខ42ជាអក្សរទេអញ្ចឹងដើម្បី convert វាទៅជា integer បានយើងប្រើជាមួយនឹងអីដូចគ្នាមកកន្លែងហ្នឹង convert ពីអក្សរទៅកាន់អីគេទៅកាន់integer មកយើងប្រើជាមួយនឹង convert ដូចគ្នាមកយើងសេ convert convert dot អូខេ dot in 32អញ្ចឹងទៅអូខេអញ្ចឹងយើងសេប៉ុណ្ណឹងហើយដាក់វងកញ្ចក់វាមួយមកអញ្ចឹងប៉ុណ្ណឹងគឺវាអានទៅជាលេខបានហើយអញ្ចឹងយើង convert ពី string ទៅកាន់លេខអញ្ចឹងយើងធ្វើការoutput វា output តម្លៃទាំងអស់ម្ដងគឺយើងប្រើជាមួយនឹង console.write-line ដូចមិញមកយើងសេ console dot write line អូខេអញ្ចឹងបន្ទាប់មកយើងធ្វើការប្រើចាប់យកតម្លៃ a2 មួយដែលយើងចាប់យកតម្លៃយើងបានប្រកាសពីលើមកដើម្បីបង្ហាញលីសាលមកហើយ console.write-line ទៀតមកconsole dot write-line ហើយបន្ទាប់មកយើងចាប់តម្លៃ variable ដែលមានឈ្មោះថា maximum យកមកប្រើមួយទៀតមកហើយបន្តមកទៀតយើងប្រើ console write-line ដូចគ្នា console dot write line ហើយយើងតាំងយើងចាប់វា sb2 តម្លៃ sb2 តម្លៃ variable sb2 មកហើយបន្ទាប់មកយើង console write-line ទៀតមកconsole dot write line ហើយបន្ទាប់មកយើងចាប់តម្លៃ number តម្លៃ num ដែលយើងបានចាប់មកប្រើមិញហ្នឹងគឺយើងអត់ទាន់បាន output បញ្ចេញទេឥឡូវយើង output បញ្ចេញទាំងអស់មកអញ្ចឹងយើងប្រើ console dot line ទៀតមក console dot write line ហើយបន្ទាប់មកគឺយើងចាប់ n2 យកមកប្រើមួយទៀតមកហើយចុងក្រោយគឺយើងប្រើជាមួយនឹង console dot write line ដូចគ្នាប្រើជាមួយនឹងuser write line OITE តបមកយើងចាប់តម្លៃ DM យើងប្រើមួយទៀតមកហើយចុងក្រោយហ្នឹងគឺយើងឲ្យវា read អញ្ចឹងយើងប្រើ console dot read line អូខេ read line ហើយបន្ទាប់មកយើងដាក់វងកញ្ចក់មកយើងបិទវាមកកន្លែងនេះតម្លៃកន្លែងនេះអាត្មាប្រកាសខុសឬក៏មិនយើងមកមើលកន្លែង DN អញ្ចឹងគឺអាត្មាផ្លេចជាមួយនឹងអក្សរ M អញ្ចឹងបានវាចេញក្រហមអញ្ចឹងគឺយើងដាក់ M មួយទៀតមកវាលែងវាN មិន M ឯកន្លែងនេះអាត្មាដាក់ DN អញ្ចឹងអាត្មាចាប់ DN មកប្រើអញ្ចឹងវាចេញក្រហមអញ្ចឹងហើយអញ្ចឹងយើងដូរវាមកលែងចេញក្រហមនៅត្រង់កន្លែងនេះD នេះ DN កន្លែងនេះអាត្មាចាប់តម្លៃខុសគឺអាត្មាដាក់ DN កន្លែងនេះដាក់ D មកអញ្ចឹងយើង run កូដទាំងអស់គ្នាអញ្ចឹង exercise 1 គឺចេញប៉ុណ្ណេះហើយ exercise 2 គឺចេញប៉ុណ្ណេះអញ្ចឹងអាត្មាបានបញ្យល់ឲ្យអស់អញ្ចឹងវីដេអូនេះអាត្មាមានតែប៉ុណ្្នឹងទេសូមអរគុណដល់លោកគ្រូនិងសូមអរគុណដល់អ្នកនរគ្នាដែលយកចិត្តទុកដាក់ក្នុងការតាមដាននៅវីដេអូនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ